ល់នៅហេតុផលមួយដែលលឺគេនិយាយខុសគេនិយាយអត់ល្អពីយើងតែងតែចង់បកស្រាយថាអូវាអត់ពិតទេហេតុអីក៏និយាយចឹងចំពោះខ្ញុំតើដឹងមកពីណាមិនក៏និយាយចង់នៅពេលដែលយើងគិតសារឡើងវិញថាមនុស្សម្នាក់ហ្នឹងសមនឹងយកបកស្រាយដើម្បីបង្ហាញថាយើងមិនអញ្ចឹងអត់ហើយបកស្រាយហើយតើវាបានលទ្ធផលអីមកវិញអត់សួរឲ្យគេសួរស្ដីអ្នកនរគ្នាជួបគ្នាជាមួយខ្ញុំដងទៀតហើយខ្ញុំលេងសូអ្នកនរគ្នាប្រហែលជាអត់សូវបានឃើញខ្ញុំផុសវីដេអូទេដោយសារតែខ្ញុំមានការរវល់តិចតួចតាមរយៈក្រោយនេះខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យបានច្រើនទៅតាមតែអ្វីដែលខ្ញុំអាចធ្វើបានខ្ញុំអត់បោះបង់នៅការធ្វើវីដេអូទេប៉ុន្តែវាត្រូវការពេលវេលាតិចតួចដោយសារតែរយៈក្រោយហ្នឹងរៀងរវល់ដែរប៉ុន្តែជាការស្រឡាញ់គឺខ្ញុំនៅតែធ្វើអញ្ចឹងតើអ្នកនរគ្នាដឹងថាផ្លូវចិត្តអ្នកទាំងអស់គ្នារឹងមាំដោយរបៀបណាហើយតើចំណុចអីខ្លះដែលអាចវាប្រហារផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាបានអ្នកទាំងអស់គ្នាប្រហែលជាខឹងហើយនៅពេលដែលនរណាម្នាក់និយាយមិនល្អអំពីអ្នកតើវាជាហេតុផលមួយដែលបង្ហាញថាផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាមិនទាន់រឹងមាំគ្រប់គ្រាន់ឬក៏យ៉ាងណាតាមពិតទៅពីសម្ដីអ្នកទាំងអស់គ្នាបានលឺមួយចំនួនណាវាមិនមែនស្ទើរអាក្រក់ទេដំបូងអ្នកទាំងអស់គ្នាគ្រាន់តែទទួលយកពាក្យដែលគេនិយាយនោះមកទុកក្នុងចិត្តសិនរួចក៏ពិចារណាថាតើការនិយាយនោះគេមានបំណុលអាក្រក់ឬក៏បំណុលល្អចំពោះយើងតើពីសម្ដីដែលគេនិយាយមកនឹងសំដៅលើការចង់កែលម្អយើងឬមួយក៏លើកខ្លួនគេឲ្យល្អឬមួយក៏គេចង់ឲ្យយើងគ្រាន់តែជាមនុស្សអាក្រក់នៅក្នុងភ្នែកអ្នកដទៃចុះបើយើងបានលឺនៅការនិយាយពាក្យមិនល្អឬក៏ពាក្យអសុរពីយើងតែនៅក្នុងភាសាមួយដែលយើងស្ដាប់មិនបានឬមិនយល់វាមិនបានធ្វើឲ្យអ្នកនរគ្នាខឹងទេតែនៅពេលដែលអ្នកនរគ្នាឮប្រយោគឬក៏អ្វីដែលគេនិយាយអាក្រក់ពីអ្នកនរគ្នានៅក្នុងភាសាមួយដែលអ្នកនរគ្នាស្ដាប់យល់អ្នកនរគ្នានឹងខឹងភ្លាមអញ្ចឹងវាមកពីផ្លូវចិត្តអ្នកនរគ្នាមិនទាន់រឹងមាំឬក៏យ៉ាងណាតាមពិតទៅវាអាស្រ័យទៅលើការឲ្យតម្លៃទៅលើឥទ្ធិពលនៃពាក្យសម្ដីរបស់គេចំពោះយើងតែប៉ុណ្្នឹងឯងបើអ្នកនរគ្នាគិតថាជារឿងអត់ប្រយោជន៍ឬពាក្យសម្ដីនោះមិនល្អមិនសមហេតុផលនឹងត្រូវបកស្រាយក៏បោះវាចោលទៅហេតុអីក៏ត្រូវគិតនៅរឿងអត់ប្រយោជន៍មិនបានទាំងដល់ការអភិវឌ្ឍបន្ថែមមកលើជីវិតយើងសូម្បីតែបន្តិចផងនឹងចាត់ទុកថាវាជាខ្យល់ដែលមានក្លិនមិនល្អហោះកាត់ចំហយើងទៅប៉ុណ្្នឹងចុះវាជារឿងធម្មតានៅពេលដែលយើងឮពីអ្វីដែលមិនល្អនិងមិនពិតពីយើងតែងតែចង់បកស្រាយនឹងការពារខ្លួនហើយតែដូចបាននិយាយខាងលើចឹងតើការនិយាយរបស់ពួកគេហ្នឹងមានបំណងអីហើយវាសមនឹងយើងត្រូវមកបកស្រាយប្រាប់ពួកគាត់ដែរតើយើងមានពេលវេលាគ្រប់គ្រាន់នៅក្នុងការបកស្រាយនិងលើកហេតុផលនិងមានពេលសម្រាប់ពន្យល់នៅរឿងដែលអត់ប្រយោជន៍ទាំងអស់នោះហើយវាសមតម្លៃដែរដែលអ្នកនរគ្នាចំណាយពេលដើម្បីពន្យល់ឬក៏លើកឧទាហរណ៍នៅរឿងអត់ប្រយោជន៍ដែរវាអត់សមនឹងតម្លៃរបស់យើងតើតែសោះតែម្ដងអ្វីទាំងអស់នោះហើយដែលបានបង្ហាញថាផ្លូវចិត្តអ្នកនរគ្នារឹងមាំហើយអ្នកនរគ្នាពិតជាពូកែដោយសារតែអ្នកនរគ្នាអាចបែងចែកនៅរឿងដែលត្រូវបកស្រាយនិងរឿងដែលមិនសមហេតុផលទាំងអស់ហ្នឹងអញ្ចឹងអីក៏ដោយបើថាអត់សមហេតុផលនៅក្នុងការបកស្រាយទេបើបកស្រាយកាន់តែយូររឿងក៏វាកាន់តែច្រើនដែរខ្ញុំយល់នៅហេតុផលមួយដែលលឺគេនិយាយខុសគេនិយាយអត់ល្អពីយើងតែងតែចង់បកស្រាយថាអូវាអត់ពិតទេហេតុអីក៏និយាយចឹងចំពោះខ្ញុំតើដឹងមកពីណាមិនក៏និយាយចង់នៅពេលដែលយើងគិតសារឡើងវិញថាមនុស្សម្នាក់ហ្នឹងសមនឹងយកបកស្រាយដើម្បីបង្ហាញថាយើងមិនអញ្ចឹងអត់ហើយបកស្រាយហើយតើវាបានលទ្ធផលអីមកវិញអត់អ្នកនរគ្នាគ្រាន់តែបែងចែកដាច់នៅពាក្យសម្ដីហើយគួរតែបែងចែកនៅមនុស្សដែលយើងគួរបញ្យល់ផងដោយសារតែមនុស្សខ្លះដូចនៅក្នុង social media អញ្ចឹងយើងផុសតែយើងប៉ុន្តែគេ comment មកមិនមែននៅក្នុងន័យការល្អឯងវាធ្វើឲ្យការបកស្រាយរបស់យើងទៅគ្មានតម្លៃទេគាត់តែងតែយកការរិះគន់ឬក៏ការទោសហ្នឹងគឺជាការកំសាន្តរបស់គាត់ឯងនៅពេលដែលយើងបកស្រាយទៅរឿងវាកាន់តែច្រើនជួនកាលមនុស្សដែលអត់មានពាក់ព័ន្ធអីសោះក៏គេចូលមកលុកដៃដែរគួរតែបែងចែកដាច់ថារឿងណាគួរតែបកស្រាយហើយវាសមតម្លៃដែរទេហើយមនុស្សបែបម៉េចដែលយើងគួរតែបកស្រាយជាមួយវីដេអូនោះមានតែប៉ុណ្្នឹងឯង guys ជួបគ្នានៅវីដេអូក្រោយបាយ